ពីអ្នកបានឆ្លោះគ្នារឿងយកប្រហិតរបស់ថៃមកឲ្យខ្លួនហូបទាញកំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់បាទមិនធម្មតាតែគ្រាន់តែរឿងប្រហិតចាវាធ្វើស្អប់ថៃស្អប់អាអ្នកដែលនាំតំណែងវ៉ាន់ថៃមកឲ្យហូបទៀតបាទគេថាបាទដោយកម្លាំងនគរបាលស្រុកគៀនស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាបណ្ដាលឲ្យជនរងគ្រោះបានរងរបួសធ្ងន់កាលពីថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025ដែលកើតឡើងនៅភូមិទួលថ្នោតឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលតាមសមត្ថកិច្ចបានដឹងថាជនរងគ្រោះឈ្មោះជុននរុនអាយុ20ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិទួលថ្នោតខេត្តកណ្ដាលចំណែកជនសង្ស័យឈ្មោះអែមសម្បត្តិអាយុ26ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់មានទីលំនៅនៅកន្លែងដូចគ្នាប្រពន្ធព័ត៌មានបានដឹងថាមុនពេលកាត់ហេតុជនរងគ្រោះកំពុងអង្គុយផឹកស្រាបៀរជាមួយនឹងមិត្តភ័ក្តិប្រមាណ5នាក់នៅទីតាំងកាត់ហេតុបន្ទាប់មកជនរងគ្រោះបានយកប្រហិតមកចែកគ្នាក្លែមហើយមិត្តម្នាក់បានយកប្រហិតមួយដុំឲ្យជនសង្ស័យប៉ុន្តែជនសង្ស័យឆ្លើយថាមិនចង់ហូបទេពីព្រោះមើលទៅគួរឲ្យខ្ពើមពាក្យនេះបានបណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នារហូតដល់ជនសង្ស័យវាជនរងគ្រោះមួយដៃហើយជនរងគ្រោះក៏ដាល់តបមួយដៃវិញផងដែរបន្ទាប់មកជនសង្ស័យបានដើរចេញពីកន្លែងកាត់ហេតុប៉ុន្តែមកវិញដោយយកកាំបិតចុងស្រួចពីក្នុងហៅប៉ោកខោចាក់ទៅលើជនរងគ្រោះមួយកាំបិតត្រូវចំឆ្អឹងជំនីខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់ភ្លាមប្រជាពលរដ្ឋបានជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកគៀនស្វាយតែដោយរបួសធ្ងន់ធ្ងរក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរសូវៀតនៅរាជធានីភ្នំពេញបច្ចុប្បន្នបាទគឺកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនឹងវត្ថុតាងបាទគឺយកមកអធិការដ្ឋាននគរបាលស្រុកគៀនស្វាយដើម្បីបន្តកសាងសំរឿងចាត់ការតាមនីតិវិធីច្បាប់បាទនេះគឺដោយសារតែរឿងហូបប្រហិតបាទក្លែមបាទធម្មតាដល់ពេលក្លែមការដែលក្លែមបាទបើសិនជាគេថាប្រាប់ថាគេខ្ពើមគេយើងឲ្យគេទៅអីអត់ទៅបញ្ចប់ទៅខ្ញុំបាច់បញ្ចប់អង្គុយហូបតែគ្នាយើងទៅបាទព្រោះគេខ្ពើមអីចឹងណាហើយដល់ពេលនេះដល់ពេលចឹងទៅជារឿងវែងឆ្ងាយវាចុះវាឡើងនៅខឹងដើរចេញមកបន្ទុះបកមកវិញយកកបិតចាក់យកតែម្ដងបាទហើយចាក់ហើយអាចនឹងអត់ដឹងខ្លួនទេបើដឹងខ្លួនអាចមិនសូវជាប្រហែលទេតែអាចនឹងអត់ដឹងខ្លួនមកទៅបានចាក់រហូតដល់របួសធ្ងន់រហូតដល់បញ្ជូនមកបំពេញតែម្ដងព្រោះខាងពេទ្យស្រុកគឺអាចជួយសង្គ្រោះបានចឹងមានតែរុញបន្តបាទគឺរងរបួសធ្ងន់ធ្ងរតែម្ដងបាទហើយអានេះក៏ជាការកើនរំលឹកដែរបាទសម្រាប់បងប្អូនយុវជនបាទក្នុងការដែលប្រើហិង្សាផ្សេងយើងគួរណាតែចង្កាល់អត់មានរឿងអីសោះដូចជាករណីចឹងបាទរឿងប្រហិតថៃប្រហិតថៃក៏ប្រហិតម្ដុំទៅជាមានរឿងរហូតដល់ចាក់គ្នាបាទវាសាហាវពេកតែចឹងគួរណាតែយើងកែប្រែឡើងវិញបាទកុំឲ្យយកអាចរឹកសាហាវពីលទាំងអស់នេះមកដាក់ឲ្យជាប់ខ្លួនហើយប៉ុន្តែខ្ញុំទៅពេលមើលទៅក្មេងៗឥឡូវដូចថាចិត្តសាហាវមើលទៅដូចជាសាហាវមែនតើទៅ8 9 10ប៉ុនមិនដឹងថាចិត្តគាត់សាំងពីអីដល់ត្រូវកាប់ត្រូវចាក់ដូចអត់មានខ្លាចច្បាប់អីមិនបន្តិចទេចាខូចអនាគតទេទៅបាទចាហើយកាលណាយើងដឹងហើយយើងតែធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងតនដិតជាប់ពន្ធនាគារកាលណាគេឲ្យយើងធ្វើលិខិតបញ្ជាក់កັບកិរិយាអីពិបាកតិចហើយយើងប្រវត្តិធ្លាប់ជាប់ពន្ធនាគារអញ្ចឹងណាបាទចាហើយបើសិនគេសួរទៀតជាប់ពន្ធនាគារនេះជាប់ពីអីឲ្យយើងកាប់ចាក់គេចេះទេនោះវាកាន់តែពិបាកទៅទៀតបាទចាអញ្ចឹងចំណុចមួយតែអ្វីដែលសំខាន់ឃើញថារឿងវាអត់មានអីជារឿងធំដុំកំភួនទេគ្រាន់តែថារឿងប្រហិតថៃដែលសារទិញយកមកហើយខ្លួនអត់ហូបហើយបើសិនជាយើងអត់ហូបក៏អត់ទៅហើយគ្នាអ្នកទិញជួនកាលគាត់ទៅទិញយកមកហើយព្រោះដោយសារគេនាំយកមកលក់អីហ្នឹងតែគេនាំយកមកលក់អញ្ចឹងគាត់ទិញហើយគាត់មិនដឹងថាថៃមិនថៃដល់ពេលខាងម្នាក់ទៀតហ្នឹងគេមិនហូបក៏គេខឹងថាប្រហិតថៃវាទៅតែចាក់គ្នាឯងខ្មែរនេះទៅនាំរឿងព្រោះប្រហិតថៃទៀតបាទដោយសារតែប្រហិតមកគ្រាប់បាទហើយគេទិញមកទិញក្លែមគ្នាមានដឹងថាបើនេះបោះស្អីធម្មតាយើងតែជៀនឆ្អិនអីចេះហូបអញ្ចឹងណាចាហើយបើសិនជាយើងមិនហូបទេមិនបាច់ទៅទិញអីផ្សេងតែខ្លួនឯងទេបាទមិនបាច់ចាំបោះពាក្យបោះសម្ដីអីនាំទៅវែងឆ្ងាយធម្មតាការហូបចុកជុំគ្នាតែកាលណាបោះពាក្យចុះឡើងវាទៅជារឿងវែងឆ្ងាយដល់បើសិនអ្នកស្វឹងបាទហើយបដូរនិស័យអស់តែ2កំប៉ុងរៀងកាចបន្តិចបាទបងប្អូនខ្លះចឹងគឺត្រឡប់ផឹកស៊ីអត់នេះម៉ែណាពេលអត់ចេះគោទេចេះគោដល់ពេលអត់ចេះគោដល់ពេលស្វឹងវាយយកតែម្ដងអានេះចំណុចមួយឯលោកសុភ័ណ្ឌអ្នកខ្លះទៀតអត់ទេណាត្រឡប់ខូចបាទតាមពិត
គាត់ដឹងខ្លួនគាត់តែត្រឡប់ឲ្យតែគាត់បានចុត្រាស្រាចូលជាត្រៃមុខទៅគាត់អានជាលេសមួយខ្ញុំជឿថាផឹកទៅមិនដឹងអីខ្ញុំជឿរឿងផឹកដល់អត់ដឹងអីខ្ញុំអត់ជឿទៅសោះហ្មងហើយបានអត់ជឿអត់បាទព្រោះយើងអ្នកផឹកដែរបាទយើងអ្នកផឹកដែរអើយបើនិយាយចំបើថាអ្នកផឹកអត់ដឹងអីរហូតដល់វែងវត្តខ្ញុំចង់ឲ្យគាត់បាទនិយាយមិនខ្ញុំអត់ជឿទេបាទបើនិយាយថាខ្ញុំអត់ជឿហ្មងវាមិនមែនថ្នាំដំណាបាទវិជាហើយមិនដែលណាផឹកដល់ថ្នាក់វែងវត្តហើយយើងឃើញមានបងប្អូនខ្លះដល់ថ្នាក់វែងលែងដឹងអីដែរតែឲ្យធ្វើចរិតបែបគោចាបាទមានច្រើនបែបបត់ណាបាទតែបើថាមានអញ្ចឹងកុំហូបមួយខ្ញុំអត់ទេខ្ញុំនិយាយត្រង់មកកុំហូបមួយខ្ញុំព្រោះខ្ញុំអត់ចេះអញ្ចឹងខ្ញុំផឹកហើយខ្ញុំអត់វែងទេខ្ញុំចូលចិត្តអ្នកផឹកហើយអត់វែងខ្ញុំចូលចិត្តតែអ្នកអត់វែងទេផឹកហើយតែផ្ទះរៀងខ្លួនដេកចប់ស្អែកឡើងធ្វើការធម្មតាបាទមិនមែនផឹកងាកនឹងហើយស្អែកឡើងជួបគ្នានៅប៉ុស្តិ៍អីអត់ទេអត់ចូលចិត្តទេចាអរគុណដែលសូមបញ្ចប់ចាស់ជុំវិញទៅនឹងព័ត៌មាននេះហើយដល់ឡែកក៏សូមអារម្មណ៍ទស្សនិក